เช่นร้านตาเนี่ยมีในอย่างไหมกลุ่มโรงนี้ច្បាស់ណាស់ថាខ្ញុំជាអ្នកតាមដានតើអ្នកមានសិទ្ធិអីមកលូកដៃក៏ព្រោះតែគម្រោងរបស់ខ្ញុំធ្វើបានល្អជាងអ្នកការប្រកួតប្រជែងដោយយុត្តិធម៌គឺមើលលើលទ្ធផលការប្រកួតប្រជែងដោយយុត្តិធម៌អ្នកជាមនុស្សស្រីម្នាក់មកប្រកួតប្រជែងខ្លាំងក្នុងកន្លែងធ្វើការបែបនេះគ្មានលទ្ធផលល្អឡើយពួកយើងទៅเช่นร้านម្នាក់នេះកាច់ពេកហើយអ្នកណាធ្វើការក្រុមជាមួយនាងច្បាស់ខានហើយមិនទុកមុខឲ្យចៅយូសោះមានអារម្មណ៍ថាពិបាកចូលចិត្តណាស់ប្រធានរបស់ខ្ញុំគឺជាស្រីម្នាក់ដែលមានមហិច្ឆតាខ្ពស់ណាស់នាងបង្ហាញមហិច្ឆតានៅលើផ្ទៃម្ដងមនុស្សគ្រប់គ្នាគោរពនាងផងនិងនៅឲ្យឆ្ងាយពីនាងផង10នាទីទៀតមានប្រជុំខ្លីមួយដើម្បីពិនិត្យមើលមតិកែលម្អរបស់អតិថិជនមកខ្ញុំប៉ៅអ្នកទាំងអស់គ្នាផឹកតែពេលរសៀលគ្រាន់តែប្រជុំសោះមិនខាត់ពេលប៉ុន្មាននាទីនឹងទេមកមើលថាចង់ផឹកអីមានតែបងចៅទេដែលយកចិត្តមិនដូចអ្នកខ្លះតែតឹងតែងដូចថ្មមែនហើយពេលរសៀលបែបនេះប្រជុំអីទៅកុំនិយាយអញ្ចឹងអីប្រធានធ្វើបែបនេះក៏ដើម្បីគម្រោងល្អដែរតើអ្នកទាំងអស់គ្នាគួរយកខ្លះសល់5នាទីទៀតក្នុងប្រជុំនឹងផ្សព្វផ្សាយពីតម្រូវការសម្រាប់ការងារបានល្អប្រាក់រង្វាន់ទ្វេដងអ្នកដែលមិនមកនឹងត្រូវជួបដាច់ដោយឡែកក្រោយប្រជុំចឹងខ្ញុំទៅរកកន្លែងអង្គុយសិនខ្ញុំទៅជាមួយដែរបងចៅតែទឹកដោះគោមកដល់ហើយជួយដាក់ខ្ញុំចាប់ប្រជុំចាំផឹកដើម្បីសម្រេចគោលដៅនាងថែមទាំងហ៊ាននៅចំពោះមុខមនុស្សម្នាជាច្រើនជំទាស់នឹងថៅកែទៀតខ្ញុំគិតថាតើយើងអាចបន្ថែមខ្លះនៅភាសាផ្សេងទៀតបានទេថាមិនគួរទេវានឹងបង្កើនការងារប្រតិបត្តិការតែមិនចាំបាច់ព្រោះបើបន្ថែមការលំបាកដល់នរណាម្នាក់សំបីមុខថៅកែក៏មិនទុកឲ្យដែរស្មានតែខ្លួនឯងពូកែណាស់គម្រោងនេះអាចគម្រោងនេះប្រគល់ឲ្យឈិនរ៉ានជាអ្នកចាំចែកការមនុស្សតើមានអ្នកណាស្ម័គ្រចិត្តធ្វើជាមួយខ្ញុំទេខ្ញុំអាចសាកល្បងបានទេអ្នកផ្សេងទៀតខ្លាចភាពមុតស្រួចរបស់នាងប៉ុន្តែខ្ញុំបែរជាមើលឃើញនៅអ្វីដែលខ្ញុំមិនធ្លាប់គិតថាខ្លួនឯងមានក្លាហានអ្នករាល់គ្នានិយាយថាខ្ញុំជាមនុស្សមានមហិច្ឆតាបាក់ចុះសម្រងហេតុអ្វីបានជាអ្នកនៅតែមកខ្ញុំតាមពិតការកុលាបគឺតែងតែបន្លាបែបនេះឯងតាំងពីតូចគ្រួសារបានប្រាប់ខ្ញុំថាកូនស្រីត្រូវមានភាពទន់ភ្លន់និងរំទុំមិនត្រូវធ្វើខ្លួនឲ្យលេចធ្លោពេកទេដូច្នេះហើយខ្ញុំទម្លាប់លាក់បាំងគំនិតរបស់ខ្លួនជាលទ្ធផលនៅកន្លែងការងារខ្ញុំខ្លាចជាមនុស្សគ្មានឈ្មោះបោះសម្លេងតាមពិតខ្ញុំច្រណែននិងអ្នកដែលហ៊ានគិតហ៊ានធ្វើនឹងតស៊ូដើម្បីគោលដៅរបស់ខ្លួនតាមពិតទៅសមត្ថភាពរបស់អ្នកគឺខ្លាំងណាស់ឲ្យតែអ្នកបញ្ចេញសមត្ថភាពឲ្យអស់ពីចិត្តខ្ញុំជឿថាគេនឹងមើលឃើញជាមិនខានKingran តើលោកអាចផ្ដល់គម្រោងនេះឲ្យខ្ញុំបានទេខ្ញុំមានចាស់ចរានិងកូនតូចដែលត្រូវចិញ្ចឹមសម្ភារបំណុលផ្ទះនិងបំណុលឡានធ្ងន់ធ្ងរណាស់ខ្ញុំពិតជាត្រូវការប្រាក់រង្វាន់ពីគម្រោងនេះមែនគម្រោងគឺជាការប្រកួតប្រជែងដោយយុទ្ធធម៌ប្រសិនបើកាលនោះខ្ញុំជាអ្នកចាញ់លោកហើយឥឡូវនេះខ្ញុំមកអង្វរលោកនឹងព្រមតាមខ្ញុំទេវាមិនដូចគ្នាទេនាងជាមនុស្សស្រីលក្ខខណ្ឌជីវិតក៏ល្អគ្រាន់តែរកអ្នកមានម្នាក់រៀបការទៅគឺរួចរាល់ហើយតែមានផ្លូវដកថយប្រសិនបើការរៀបការវាល្អខ្លាំងណាស់ហើយអ្វីបានជាឥឡូវនេះលោកមកអង្វរខ្ញុំជាជាងចំណាយពេលមកធ្វើរឿងមិនត្រឹមត្រូវអស់ទាំងនេះគួរតែគិតពីរបៀបបង្កើនទំនុកចិត្តលើខ្លួនឯងវិញខេងយោបើអ្នកមិនស្គាល់ល្អអាក្រក់បែបនេះកុំបន្ទោសថាខ្ញុំចិត្តដាច់ឲ្យសោះមានរឿងអ្វីកើតឡើងតើបានត្រៀមខ្លួនរួចរាល់ហើយឬនៅបើធ្វើមិនកើតទេក៏ដូរមនុស្សចេញទៅនេះគឺជាឯកសារជាក្រដាស់អ្នករាល់គ្នាអាចនឹងមើលបានច្បាស់ជាងមុនអ្នកត្រូវចាំថាមនុស្សដែលពូកែមិនដែលធ្វើអ្វីដោយគ្មានការត្រៀមបំរុងឡើយដោយសារថ្ងៃនេះយើងមិនមានឯកសារអេឡិចត្រូនិកដូច្នេះសូមរំខានអ្នករាល់គ្នាមើលលើឯកសារជាក្រដាស់សូមយកចិត្តទុកដាក់លើចំណុចលម្អិតទាំងនេះសម្រាប់ពេលនេះគោលដៅចម្បងគឺសម្រាប់ត្រីមាសទី2ត្រីមាសទី3ដែលនីមួយមានភារកិច្ចសូមអរគុណអ្នកទាំងអស់គ្នាដោយសារតែគម្រោងនេះក្រុមរបស់អ្នកធ្វើបានយ៉ាងល្អឥតខ្ចោះចូលប្រាប់មកចង់បានរង្វាន់អ្វីអ្នកដែលបំពេញការងារបានល្អនឹងទទួលបានរង្វាន់ចុះចំពោះអ្នកដែលបំផ្លាញស្នាដៃការងាររបស់អ្នកដទៃបែបនេះតើគួរតែទទួលបានអ្វីទទួលបានការដាក់ទោសឬខ្ញុំមានការលំបាកផ្ទាល់ខ្លួនសូមស្ដាប់ការបកស្រាយរបស់ខ្ញុំយល់ថាអ្នកជាបុគ្គលិកចាស់ម្នាក់ដែលទទួលបានការយកចិត្តទុកដាក់តែអ្នកបែរជាហ៊ានធ្វើរឿងបែបនេះទៅវិញបើខ្លួនឯងធ្វើមិនបានសម្រេចក្រុមហ៊ុនមិនត្រូវការឲ្យអ្នកទៅធ្វើ